ជ្រក់ស្លាយស្វាយរៀងជាមួយនឹងសាច់លេង3ជាន់នេះគឺជាមុខម្ហូបមួយដែលល្បីមែនទែននៅខាងខេត្តស្វាយរៀងណាហើយក៏ជាលើកទី1ដែរដែលខ្ញុំធ្វើនេះរសជាតិគឺឆ្ងាញ់ពិតប្រាកដមែនបងប្អូនសាច់ជ្រក់បែបរៀងជូរជូរស្រួយនឹងសណ្តែកដែលយើងធ្វើជ្រក់នឹងឆ្ងាញ់ផងគួបផ្សំនឹងសាច់3ជាន់លេងបែបរៀងប្រៃផ្អែមអញ្ចឹងទៀតទៅនិយាយពីថាចាប់ពីមុខនឹងយកមកញ៉ាំទៅឆ្ងាញ់ណាស់ហើយចំពោះពីមុខនេះខ្ញុំលើកគេថាដាក់នៅតុកកាទៀតអញ្ចឹងហើយសម្រាប់យើងអ្នកនៅតាមខេត្តអត់ដែលធ្លាប់ញ៉ាំអីគ្រាន់តែធ្វើជ្រក់សណ្តែកនេះមកកន្លតុកហើយលេងតែសាច់3ជាន់មួយមុខទៀតគឺបានញ៉ាំហើយចំពោះជ្រក់សណ្តែកវិញគឺងាយស្រួលទេបងប្អូននេះដាំតែទឹកអំបិលយកមកចាក់ត្រាំវាត្រឹមតែ1ថ្ងៃកន្លះអីគឺវាកាច់មេបានជូរល្អមែនទែនសណ្តែកពេលដែលវាជូរគឺឡើងថ្លាល្អហើយស្រួយស្រាប់ទៀតចំពោះគ្រឿងក្រៅបន្លែដែលយើងត្រូវថែមលាយជាមួយនឹងជ្រក់សណ្តែកនេះគឺមានដូចជាការ៉ុតផងស្លឹកខ្ទឹមក្រហមនិងខ្ទឹមសចិញ្ច្រាំចំពោះម្ទេសបងប្អូនចង់ដាក់ក៏បានឬក៏មិនបាច់ដាក់ក៏បានដែរតាមការចូលចិត្តបន្ទាប់ពីខ្ញុំដាក់គ្រឿងបន្លែនេះចូលបានគ្រប់ហើយខ្ញុំថែមជាមួយនឹងគ្រឿងទេសចូលតាមក្រោយគ្រឿងទេសគឺមានតែ3មុខទេដោយសារតែសណ្តែករបស់ខ្ញុំគឺវាមានជាតិប្រៃស្រាប់ហើយបងប្អូនខ្ញុំដាក់តែស្ករចូលម្សៅស៊ុបហើយនិងប៊ីចេងបន្ទាប់ពីខ្ញុំដាក់គ្រឿងក្រៅចូលរួចហើយខ្ញុំច្បល់វាចុះឡើងនិយាយទៅការច្បល់នេះគឺខ្ញុំអត់ប្រើជាមួយនឹងកម្លាំងដៃនឹងឲ្យខ្លាំងទេដោយសារតែសណ្តែកបដោះស្លឹកខ្ទឹមអីនេះវាឆាប់នឹងទន់ណាស់អញ្ចឹងហើយយើងច្បល់ដៃថ្នមៗក៏វាចូលជាតិដែរត្រឹមតែ2-3នាទីអីទេបងប្អូនបន្ទាប់ពីខ្ញុំច្បល់ជ្រក់នេះរួចហើយខ្ញុំយកវាទៅក្លាសេនៅក្នុងទូទឹកកកសិនណាងាកមកលេងជាមួយនឹងខ្ទឹមសឲ្យឈ្ងុយថែមស្ករត្នោតចូលគឺយើងកូរវាឲ្យឡើងពណ៌ជើងក្រងបន្ទាប់ពីឡើងពណ៌ជើងក្រងហើយគឺខ្ញុំចាប់ផ្ដើមដាក់ទឹកត្រីចូលរួចហើយថែមជាមួយនឹងប្រេងខ្យងចំនួន1ស្លាបព្រាបាយកន្លះប៊ីចេងបន្ទាប់មកទៀតគឺមានដូចជាម្សៅស៊ុបហើយនិងម្រេចម៉ដ្ឋពេលដែលដាក់គ្រឿងក្រៅចូលមើលថាបានគ្រប់ហើយគឺខ្ញុំកូរវាចុះឡើងឲ្យគ្រឿងទាំងអស់នេះឲ្យក្លិនគ្រឿងវាចេះក្លិនឈ្ងុយខ្លាំងសិនបានខ្ញុំដាក់សាច់3ជាន់ចូលទៅក្លុកជាមួយគ្នាចំពោះសាច់3ជាន់គឺខ្ញុំហាន់វាជារាងចង្វាមូលបើសិនជាបងប្អូនចង់ហាន់ជាប្រទេសស្ដើងក៏បានដែរខ្ញុំក្លុកចុះក្លុកឡើង4ទៅ5ត្រឡប់គឺខ្ញុំថែមជាមួយនឹងទឹកស៊ីអ៊ីវខាប់ចូលតាមក្រោយបន្តិចទៀតដើម្បីឲ្យឆាប្រៃផ្អែមរបស់យើងកាន់តែឃើញពណ៌ស្អាតណាបងប្អូនរួចហើយខ្ញុំឆាត្រឡប់ឡើងឲ្យសាច់វាចូលសព្វពណ៌ជាមួយនឹងទឹកស៊ីអ៊ីវខាប់សិនបានខ្ញុំគ្របគម្របតាមក្រោយចំពោះការគ្របគម្របនេះខ្ញុំទុកចោល5ទៅ6នាទីដើម្បីឲ្យសាច់ជ្រូករបស់យើងវាចេញទឹកប្រៃមកបែបនេះពេលដែលវាចេញទឹកប្រៃមកប៉ុណ្ណឹងហើយគឺយើងឆាវាឲ្យដាច់ទឹកបងប្អូនពេលដែលឆាដាច់ទឹកសាច់របស់យើងគឺមានសភាពទន់ល្មើយញ៉ាំទៅឆ្ងាញ់ហើយក្លិននឹងក៏ឈ្ងុយដែររីឯពណ៌វិញបងប្អូនគឺពណ៌ក្រហមស្អាតមែនទែនសាច់3ជាន់លេងប្រៃផ្អែមនេះសាច់ឡើងទន់ញ៉ាំទៅឆ្ងាញ់បងប្អូនហើយប៉ះជាមួយនឹងជ្រក់ដែលខ្ញុំយកចេញពីទូទឹកកករៀងត្រជាក់ហើយស្រួយស្រាប់អញ្ចេះទៀតតាអញ្ចឹងមិនថាមុខម្ហូបដែលគេល្បីដែលយើងធ្វើតាមអត់ខកចិត្តទេធ្វើចេញមកគឺឆ្ងាញ់មែនតាបងប្អូនចំពោះពីមុខនេះនិយាយទៅការធ្វើគឺងាយស្រួលអត់មានអីពិបាកទេគ្រឿងផ្សំក៏មានតិចតួចរីឯជ្រក់សណ្តែកហ្នឹងក៏កាន់តែងាយស្រួលធ្វើទៀតតោះពេលខ្ញុំដួសសាច់នេះដាក់ចានហើយគ្រាន់តែយើងរោយតែស្លឹកខ្ទឹមបន្តិចថែមតែម្ទេសបន្តិចទៀតណាគឺរួចរាល់ជាការស្រេចគឺយើងអាចយកមកញ៉ាំបានហើយណាមួយមុខម្ហូបនេះធ្វើឲ្យដូចជារៀងតំណងដែរហាក់បានក៏មានស្រាទៀតនៅផ្ទះហ៎បងប្អូនយកតែជាក់កោះមកកំប៉ុងញ៉ាំជាមួយគ្នាហ្មងទៅរសជាតិហាក់បានស្រាលសទន់ណាស់ស្រួលញ៉ាំណាស់ប៉ះជាមួយនឹងសាច់3ជាន់របស់យើងមានជាតិប្រៃផ្អែមទន់ចាប់ជាមួយនឹងជ្រក់មានជាតិជូរតិចទៀតណាគឺថាត្រូវគ្នាម៉េះមួយមុខហ្នឹងគឺឆ្ងាញ់មែនទែនញ៉ាំមិនចាស់ក៏អត់ចេះតលន់ដែរបងប្អូនតាមធម្មតាសាច់3ជាន់នេះតែយើងញ៉ាំរៀងច្រើនតិចអាចនឹងតលន់ដែរក៏ប៉ុន្តែចំពោះសាច់3ជាន់លេងប្រៃផ្អែមនេះគឺអត់ទេគឺឆ្ងាញ់ណាស់បងប្អូនសាច់3ជាន់ពេលដែលយើងលេងបែបរៀងស្ងួតហើយចាប់ជាមួយនឹងជ្រក់អញ្ចឹងទៀតណាគឺត្រូវចិត្តគ្នាមែនទែនអញ្ចឹងមិនថាមុខម្ហូបដែលល្បីធ្វើភាគច្រើនណាស់ដឹងតែមានរសជាតិឆ្ងាញ់ញ៉ៃ